ទាំងនេះគឺមកពីគ្រួសាររាជវង្ស3ពាន់ស្វែងរកមួយពិសេសខ្សែក្រហមបានបង្ហាញម្ដាយចាស់របស់គាត់ឈ្មោះរបស់គាត់និងការបង្ហាញគាត់បំណងប្រាថ្នាដ៏ជ្រាលជ្រៅបំផុតនៅក្នុងចិត្តខ្ញុំមិនដឹងថាស្ដេចសាឡូមោនមានសមត្ថភាពទំនាក់ទំនងជាមួយសត្វគាត់បានធ្វើឲ្យស្រមោចរកវាសម្រាប់គាត់ខ្សែក្រហមបានធ្វើឲ្យវិញ្ញាណត្រីខ្មៅរត់ចេញលោកផូលបេបាននិយាយថាព្រះមហាក្សត្រីលើកចុងក្រោយដែលខ្ញុំបានឃើញឈ្មោះសាច់ញាតិរបស់បន្ទូលរបស់ព្រះមហាក្សត្រីយានីបានប្រាថ្នាដ៏ជ្រាលជ្រៅរបស់ព្រះមហាក្សត្រីយានីម្ចាស់ក្សត្រីត្រូវបានតាក់ទាញទាំងស្រុងស្ដេចលូមិនបានស្ងប់ស្ងាត់រហូតដល់ការឈានទៅមុខបានចូលទៅក្នុងដៃរបស់អ្នកម្ខាងជិនហើយចូលនៅម្ខាងនោះមានចិត្តសោកសៅនឹកស្មានដល់សាឡូមោនវងបានរកឃើញគាត់ហើយគាត់បានប្រើមន្តអាគមដ៏មានអានុភាពបានបិទបាំងទីនេះបោះពុំក្នុងឆ្នាំងស្ពាន់បានប្រែក្លាយទៅជាអន្ត្រីដែលកាន់កំសៀវស្ពាន់ចូលទៅក្នុងសមុទ្រហើយក្រោយមក3000ឆ្នាំនៃការបត់បែននឹងវេននៅទីបំផុតការបកស្រាយបុរាណបានក្លាយជាទេពរឿងរ៉ាវរបស់មេបេសាយគូជាណៃរំជួលចិត្តយ៉ាងខ្លាំងដូច្នេះគាត់បានធ្វើសច្ចាប្រណិធានដំបូងរបស់ប្រាថ្នារបស់ខ្ញុំគឺចង់ឲ្យទេវតាការលងស្នេហ៍ជាមួយគាត់មានន័យថាមិនដែលក្បត់គ្នាឡើយភេទនៃស្នេហាដែលក្បត់ជានេះគឺពន្លឺពួកគេបានអោបគូជីយ៉ាងថ្នមហើយចូលទៅជាមួយថ្ងៃបន្ទាប់ពីលងស្នេហ៍ Zuluigaji និងព្រះចង្គៀងការបកស្រាយបុរាណនៃពាក្យថារស់នៅយ៉ាងមានសុភមង្គលខ្ញុំបានទៅធ្វើការដូចធម្មតាពេលចេញពីធ្វើការភ្លាមប្រញាប់ប្រញាល់គាត់រត់ទៅផ្ទះព្រោះមានគូស្នេហ៍របស់គាត់កំពុងរងចាំគាត់ប៉ុន្តែមានហេតុការណ៍មួយដែលមិននឹកស្មានដល់បានត្រឡប់មកថ្ងៃវិញហើយបានរកឃើញថានៅក្នុងផ្ទះនឹងជីនីអង្គុយនៅជ្រុងមួយរួចហើយនៅលើកែមនៃការស្លាប់ការបកស្រាយបុរាណត្រូវបានបំណងប្រាថ្នាទី2របស់ខ្ញុំគឺសម្រាប់ជីនីបានរស់ឡើងវិញមានប្រតិកម្មពីការកេងភ្នាក់ដឹងខ្លួនចំពោះការពិតដែលថាពួកគេជាមនុស្សលែងស័ក្តិសមសម្រាប់លំនៅឋានរបស់ជីនីទៀតហើយកន្លែងដែលហ្វែនទៅផ្នែកខាងក្នុងត្រូវបានគ្រប់ដណ្ដប់ដោយដែនហើយសម្លេងដែលមើលរំខានដល់ធម្មពលរបស់គាត់ការរងទុក្ខដោយសាររឿងទាំងនេះការបកស្រាយបុរាណនៃការប្រើប្រាស់ចំណុចឈប់គាត់យកពីស្ថានភាពលំបាករបស់ជីនីមិនមែនជារបស់ភាគច្រើនទេក្រោយមកការបកស្រាយបុរាណត្រូវបានប្រទានជាលើកទី3ថាជីនីនឹងត្រឡប់មកវិញសេរីនឹងគ្មានការរឹតបន្តឹងនៅក្នុងពិភពលោកតែបន្ទូលនៃជីវិតទើបតែត្រូវបាននិយាយឡើងនៅពេលដែលជំនឿសាស្ត្ររបស់ព្រះបានបែកភ្លាមទីបំផុតជីនីក៏ត្រូវបានរំដោះចេញពីបណ្ដាសាបន្ទាប់ពីទេវតានៃសេរីភាពចាក់ចេញគូជីនឹងពន្យល់អំពីពួកគេទាំងពីរឌីឌីបានកត់ត្រាអ្វីទាំងអស់គាត់មិនស្ដាយក្រោយចំពោះការសន្យាដែលគាត់បានបំណងប្រាថ្នាទី3អាចជាស្នេហាកម្រិតខ្ពស់បំផុតគឺការលះបង់មនុស្សបុរាណដែលលេងក្នុងវាលស្មៅដ៏ធំទូលាយទស្សនៈទេសភាពដ៏ស្រស់បរិសុទ្ធធម្មជាតិភ្លាមប៉ុន្តែគាត់បានដឹងអ្វីមួយជីនីបានវិលត្រឡប់ទៅកាន់ពិភពលោករបស់វាវិញហើយបានស្ដាយឡើងវិលត្រឡប់មកបច្ចុប្បន្នវិញដំណើរពិភពលោកតាមរយៈការបកស្រាយបុរាណពួកគេទាំងពីរនឹងឲ្យតម្លៃពេលវេលាជាមួយគ្នារាល់នីតិនៅចុងបញ្ចប់ប្រសិនបើអ្នកទទួលបានដកវេទមន្តតើអ្នកនឹងធ្វើអ្វីតើអ្នកប្រាថ្នាអ្វី